បាទតោះឥឡូវយើងមកមើលអំពីការដោះស្រាយលំហាត់ limit របស់យើងនេះគឺមាន3លំហាត់គឺមានកខកបាទតោះឥឡូវដើម្បីកុំឲ្យខាតពេកយើងទៅមើលវិធីដោះស្រាយវិញបាទឥឡូវយើងមើលដំណោះស្រាយបាទកគឺ limit x ខិត7នៃឬការ៉េនៃ x ដក1លើ x ដក1បាទអញ្ចឹងយើងដឹងហើយថាជាធម្មតាដើម្បីធ្វើការកណនី limit មួយជាដំបូងយើងត្រូវធ្វើការកំណត់នៅរៀងមកវាសិនថាតើវាជារៀងកំណត់ឬវាមានកំណត់គឺដល់យើងធ្វើការចំនួនលេខចូលសិនមកបាទនេះ x ខិត7គឺន័យថាបើ x ខិត7មួយយើងខាងលើយើងបានហើយយើងទៅនៃ1ដក1ស្មើចេញស្មើ0ហើយអាក្រោមដូចគ្នាបើ x ខិត7អញ្ចឹង1ដក1ស្មើ0អញ្ចឹងយើងគិតទៅវាចូលរៀងហើយបាទអញ្ចឹងរៀងមិនកំណត់រៀងមិនកំណត់0លើ0បាទអញ្ចឹងរៀងមិនកំណត់0លើ0អញ្ចឹងមកចូលរៀងមិនកំណត់0លើ0ចំពោះលំហាត់កនេះដើម្បីដោះស្រាយនេះយើងមើលបាទភាសាតែពាក្យយករបស់វាជាវាជាប់ radical ឬ array អញ្ចឹងដើម្បីដោះស្រាយវាគឺយើងគ្រាន់តែគុណនឹងកន្សោមខ្លះមួយមកយើង limit x ខិត7នៃ x ដក1យើងគុណនឹង array នៃ x បូក1តមក a ខាងលើគុណប៉ុណ្ណឹងហើយខាងក្រោមក៏គុណប៉ុណ្ណឹងដែរហើយតទៅទៀតគឺយើងចាប់ដើមសម្រួលវាទេបាទក្នុង limit x ខិត7អានេះយើងចូលរូបមន្តនេះអាពីនេះយើងចូលរូបមន្តចូលរូបមន្តអីបាទរូបមន្ត a ដក b តា a បូក b ស្មើនឹង a ការ៉េដក b ការ៉េបាទឥឡូវខ្ញុំអាចសេបានថាការ៉េនៃ x ការ៉េដកឲ្យ1ការ៉េលើទៅខាងក្រោមទុកបណ្ដាលសិន x ដក1តាឲ្យការ៉េនៃ x បូក1បាទអូខេហើយបន្តមកយើងចាប់ដល់សម្រួលវាតទៀតអញ្ចឹងស្មើនឹង limit x ខិត7នៃអញ្ចឹងខ្ញុំបញ្ចេញមកបាន x ដក1លើ x ដក1តាឲ្យការ៉េនៃ x បូក1បាទអូខេតោះយើងនេះយើងកលេចមើលមកដល់កន្លែងយើងលេចមើលខាងនេះយើងអាចស្គាល់ថាសាលអីបាទសាល limit x ខិត7នៃ1លើឬការ៉េនៃ x បូក1បាទអញ្ចឹងយើងបានសន្សំថ្មីមួយអញ្ចឹង limit នេះយើងអាចចេញវាបានស្មើនឹង1លើឬការ៉េនៃ1បូក1អញ្ចឹងស្មើ1លើ2បាទយើងអាចឆ្លើយបានដូច្នេះ limit x ខិត7ឬការ៉េនៃ x ដក1លើ x ដក1ស្មើនឹង1ភាគ2បាទអញ្ចឹងប៉ុណ្ណឹងតើតើនឹងសំណួរតបាទឥឡូវយើងទៅមើលបន្តទៀត